នេះមកទីហើយ blog ហ្នឹងហើយជួបគ្នាម្ដងទៀតដោយសារសល់ food tech ខ្លះកាលពី trip ទៅសៀមរាបជាមួយនឹងគ្រួសារធំកាលពីឆ្នាំ2024អញ្ចឹងណាអញ្ចឹងយើងចេញពីព្រឹកជិះឡានក្រុងប្រហែលជា20នាក់ជាងទៅដល់កំពង់ធំយើងចុះញ៉ាំបាយព្រឹកអញ្ចឹងណាហើយមាន fit check មានអីអញ្ចឹងណារហូតដល់មកប្រហែលជា11:12បានយើងទៅដល់សៀមរាបហើយញ៉ាំបាយជុំគ្នានៅសាសងអញ្ចឹងថ្ងៃទី1គោលដៅទី1ហ្នឹងគឺទៅលេងប្រាសាទតាព្រំថ្ងៃចាស់គាត់រៀងដើរយើងឆ្ងាយដែរដើរទៅប្រាសាទតាព្រំអញ្ចឹងណាគោលដៅគឺទៅមើលដើមឈើធំនៅហ្នឹងអញ្ចឹងណាហើយខ្ញុំនេះមានអីទេដាក់ tripod ឲ្យថតឯឡើងពេញហ្នឹងនិយាយទៅដើរមកដោយសារអត់មានអ្នកថតឲ្យអញ្ចឹងដាក់ tripod ដើរមកអញ្ចឹងណាសម្រាប់ទីតាំងប្រាសាទតាព្រំគឺនៅតែដើរទៅមើលអត់អស់ចិត្តរបៀបថាយើងទៅលើកណាបើយើងទៅលេងនៅហ្នឹងគឺនៅតែថ្មីអញ្ចឹងណាហើយខ្ញុំចូលចិត្តពេលដែលយើងដើរចូលក៏យើងដើរចេញមានភ្លេងខ្មែរវងភ្លេងខ្មែរគាត់ប្រគំតន្ត្រីនៅហ្នឹងអញ្ចឹងណាថ្ងៃខ្ញុំដាក់ tripod ចោលពូខ្ញុំគាត់មកអឺតបាទចង់ភ្ញាក់នឹងចេញពីប្រាសាទតាព្រំយើងក៏មកឆ្លៀតចូលកន្លែងខ្លងទ្វារទន្លេអុំបន្តិចខ្ញុំភ្លេចបាត់ទេដឹងត្រូវខុសឯងអធិស្ឋានផងបន្តិចយើងបន្តទៅប្រាសាទបាយ័នណាដើម្បីមើលថ្ងៃលិចហើយផ្លូវទៅប្រាសាទបាយ័នហ្នឹងគឺបេះដែរគឺ window seat របៀប green អញ្ចឹងណា web មែនតើបើជិះកង់ fresh ជាងហ្នឹងទៀតនិយាយមែនអញ្ចឹងយើងក៏មកដល់ប្រាសាទបាយ័នហើយយើងបានថតរូបជុំគ្នាហើយដើរទៅ explore ប្រាសាទតាមហ្នឹងអញ្ចឹងណានេះកន្លែងនេះដែរខ្ញុំដាក់ tripod ចោលតែមិនដឹងមនុស្សរកចិត្តមកពីណាមកចូលកាមេរ៉ាខ្ញុំដែរអញ្ចឹងណាហ្នឹងហើយអ្នកនរគ្នាដើរលេងមាន tripod ចឹងទៅមិនចេះខ្វះ food tech ហ៎និយាយទៅដាក់តាណាក៏ត្រូវប្លង់ដែរកន្លែងនេះដែរគឺកន្លែងស័ក្តិសិទ្ធិណាគេថាថតរូបដែរនៅទៅចាប់ដល់គូអញ្ចឹងខ្ញុំក៏ទៅថតទៅតែតាំងពីថតនៅមកស្កាត់ឈឹងដោយសារទៅដល់នៅលេតដែរអញ្ចឹងក៏ពួកខ្ញុំចេញពីប្រាសាទបាយ័នក៏ទៅ check in ហើយបន្តមកទៀតទៅរកអីញ៉ាំហើយអ្វីដែលញ៉ាំពេលល្ងាចនេះគឺទៅញ៉ាំគោឡើងភ្នំជុំគ្នាបាទឆ្ងាញ់មែនតើដើរហត់ទៅហើយបន្តមកទៀតក៏យើងទៅផ្សាររាត្រីដើម្បីទិញអីគាត់ចង់មើលគេមើលឯងហើយចង់ទៅម៉ាស្សាជើងក៏ដូចជានាំចាស់ៗក្មេងៗគាត់ទៅសាកក្រែមឆាអញ្ចឹងណាអញ្ចឹងម្នាក់មកកំប៉ុងហើយនេះអតិជនកម្ពុជាបាទញ៉ាំហ្នឹងហើយរ៉េតឲ្យសើមេដៃភ្លាមហ្មងសាហាវបាទយ៉ាងដែរបាទក្រែមឆាដាក់ខ្លាញ់ម្នាក់មកកំប៉ុងទៅកាត់ជើងលាន់ហើយនេះកូនពូជកូនពៅប្រចាំគ្រួសារទៅមកថ្មីហ៎អញ្ចឹងគេ take care ខ្លាំងណាអញ្ចឹងព្រឹកបន្ទាប់ហ្នឹងគឺយើងញ៉ាំបាយព្រឹកជុំគ្នាហើយគោលដៅសំខាន់ហ្នឹងគឺយើងទៅតែងមានន័យថាតែងតួស្លៀកពាក់ខ្មែរបុរាណដើម្បីទៅលេងកោតូចអញ្ចឹងណាទៅលេងកោធំអញ្ចឹងណាហើយមានប្អូនខ្ញុំមានម៉ែខ្ញុំក៏គាត់តែងដែរហើយតួដែលគាត់ច្រើនគឺតួយីផាន់បាទក្នុងភាសាពេលហ្នឹងបាទពេលហ្នឹងនៅកោវត្តមនុស្សរៀងច្រើនដែរពេលព្រឹកកំឡុងពេលខែ10អញ្ចឹងមនុស្សរៀងច្រើនដែរមនុស្សនេះទៅច្រើនកន្លែងនេះធួកាយគាត់ឲ្យដាក់អញ្ចឹងខ្ញុំជិះដាក់តាមគាត់ទៅកន្លែងហ្នឹងក៏ល្បីដែរកាត់យើងចេញមកវិញក៏យើងដើរតាមគៀកប្រាសាទនេះមកដើម្បីទៅញ៉ាំទឹកដូងអញ្ចឹងណាហើយដើរខាងជើងនៃប្រាសាទហ្នឹងក៏ម្យ៉ាងដែរដោយសារសិតទៅដើមឈើម្លប់មែនតើម្លប់អត់មានអីឥឡូវចេញមកផ្ទះហើយមេឃភ្លៀងទៀតចប់ហើយដោយសារខ្ញុំសល់ food tech ច្រើនអញ្ចឹងខ្ញុំចេះកាត់ចូលគ្នាឲ្យ voice over លេទៅបាយ